បាទសួស្តីបងប្អូនទាំងអស់គ្នាបាទគឺថ្ងៃហ្នឹងគឺខ្ញុំធ្វើវីដេអូអីព្រោះខ្ញុំខានធ្វើវីដេអូបាទផែ2ខែជា3ខែបាទដោយសារខ្ញុំរវល់ផងអញ្ចឹងណាហើយវីដេអូនេះគឺខ្ញុំអត់បានប្រាប់ដាក់ម៉ូដអីទេគឺខ្ញុំមកប្រាប់ពី setting របស់ Minecraft ថ្មីអីមិនថ្មីបាទគឺចេញរៀងយូរដែរនិងរបៀបនៃការដាក់ shader របស់ Minecraft អញ្ចឹងបាទដែលធ្វើឲ្យសាប់យើងវា smooth អញ្ចឹងណាអាចទូរស័ព្ទមុំអីវាបាន60 fps ចឹងណាតែយើងអាចលេងបានហើយនេះទូរស័ព្ទខ្ញុំនេះគឺបានតែ40ទៅ30 fps ទេពេលបើករៀងច្បាស់ហ្នឹងទៅបាទឥឡូវគឺយើងចូលទៅសេរីទាំងអស់គ្នារបៀបដាក់ shader ដែលធ្វើឲ្យវារៀង smooth ចឹងណានេះបងប្អូនចុចចូលអារូបកុំព្យូទ័រហ្នឹងទៅហើយអ៊ំក្រោនបាទនេះហើយនេះគឺខ្ញុំនៅ version មកនេះគឺខ្ញុំភ្លេចបរិយគឺអា version នេះគឺយើងអាចដាក់ដំណើរការ shader បានទេតើយើងចេញទៅដាក់ដំណើរការ shader នៅក្រៅ game ណានេះពេលខ្ញុំចូល game អញ្ចឹងគឺខ្ញុំមិនអាចដាក់បានទេតែមាន set តែមាន version ខ្លះគឺយើងអាចដាក់ដំណើរការវាបាននេះឥឡូវគឺខ្ញុំចូលធ្វើការសេរីទាំងអស់ហ្នឹងបងប្អូនចាក្រោមខ្ញុំមិនភ្លេចប្រាប់បាទហើយបងប្អូនសេរីតាមហ្នឹងទៅបាទអាខាងលើ4ហ្នឹងដាក់ 100% គឺខ្ញុំទៅច្បាស់ដែរទេតែច្បាស់ជាងគេគឺអាខាងក្រោមបាទហ្នឹងបាទយើងបើកទាំងអស់គឺច្បាស់ខ្លាំងដែរច្បាស់ដូចកុំព្យូទ័រហ្នឹងយល់វាស្អាតខ្លាំងមែនតើណាពេលយើងបើកចឹងណាតែគឺវាអត់កើតទេបាទបើយើងបន្ថយមកអស់ចេះគឺវាព្រិលវាព្រិលតែវា smooth នេះបាទឃើញអត់បាទទូរស័ព្ទខ្ញុំគឺ smooth វាព្រិលមើលអត់ច្បាស់ទេបងប្អូនបើយើងដាក់ពេញគឺច្បាស់មែនតើតែលេតកើតទេនេះហើយបងប្អូនអាចដាក់ធំ50ឬក៏ទៅមុខអីទៀតបានណាបើបងប្អូនទូរស័ព្ទបងប្អូនខ្លាំងតែសម្រាប់ទូរស័ព្ទខ្ញុំគឺផែ50អីគឺវារៀង40 fps ដល់ពេលដាក់33%ចឹងទៅគឺ60 fps គឺលេងកើតហើយបាទហើយយើងចូល setting ដៃរបស់យើងណារូបដៃចុចហ្នឹងបាទហើយគឺវាមានអា setting របៀបសញ្ញាចុចនេះបាទគឺអា4ហ្នឹងអាក្រោមនេះគឺយើងបើកទៅគឺយើងមានរូបភ្នែកបាទគឺអាពេលនោះបាទគឺរូបភ្នែកហ្នឹងគឺយើងមិនចាំបាច់ដាក់ម៉ូដដើម្បីយើងមើលពីមុខពីក្រោយទៀតបាទឥឡូវគឺវាមាន setting ហ្នឹងគឺវាល្អមែនទែនបាទនេះគឺវាល្អសម្រាប់អ្នកចង់ប្រើចឹងណាឥឡូវគឺយើងចូលអា2នេះគឺក៏យើងបង្ហាញ setting ដែរឥឡូវខ្ញុំបើកទាំងពីរមកបាទនេះបាទអាទី1មកហ្នឹងគឺនេះវាបញ្ចេញអាសញ្ញាតែយើងពេលយើង hack ទៅបាទខ្ញុំថា hack ទៅគឺយើងអាចយកប្លុកហ្នឹងមកដាក់ក្នុងខ្លួនយើងបានហើយឥឡូវវិញគឺយើងអាចគឺយើងធ្វើការពេលយើងផឹកទឹកពុះសិនទៅវាមិនចេញរូបខាងឆ្វេងរបស់យើងពេលយើងផឹកទៅវានឹងចេញខាងស្ដាំបាទពេលយើងផឹកទៅវានឹងចេញខាងឆ្វេងម្ដងបាទខាងយើងដាក់ហត់ណាអីចឹងណាបាទនេះហើយគឺអាកន្លែង2នេះគឺអាលើហ្នឹងគឺយើងពេលយើងបើកអស់ទៅយើងវិលទៅគឺវាលឿនចឹងណាបងប្អូននេះគឺវាលឿនខ្លាំងមែនតើយើងអាចនឹងបាក់លេងណាហើយបងប្អូនអាចទៅសេរីវាបានបាទសេរីវាដាក់ធំ40ធំ30អីតាមបងប្អូនណាសម្រាប់ខ្ញុំគឺធំ40គឺម៉មអីគឺយើងអាចលេងបានហើយបាទគឺយើងអាចអូសទៅគឺស្រួលចឹងណាតែសម្រាប់អ្នក PVP អីក៏អាចដាក់ឲ្យលឿនជាងហ្នឹងដើម្បី PVP ស្រួលចឹងណានេះសម្រាប់យើង survival គឺមិនអីទេហើយនៅចាប់ពីពេលនេះគឺខ្ញុំនឹងធ្វើវីដេអូឡើងវិញគឺធ្វើពី mod survival mod Minecraft ចឹងណាបងប្អូនហើយបងប្អូនមើលលេងទៅបាទខ្ញុំធ្វើនេះធ្វើដើម្បីប៉ុណ្ណឹងបងប្អូន